ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសុខសប្បាយអត់បាទហើយបន្ទាប់ពីទស្សនាវីដេអូខ្ញុំជាបន្ទាប់មកនិយាយអំពីឱសថបុរាណខ្មែរតើបងប្អូនទាំងអស់គ្នាគិតយ៉ាងដូចម្តេចដែរបាទចំពោះឱសថបុរាណខ្មែរយើងហើយខ្ញុំផ្សព្វផ្សាយចឹងទៅមានទៀងឫសឈើមានទៀងដើមឈើក៏ដូចជាវល្លិហើយជាមួយនឹងរុក្ខជាតិស្មៅបាទរុក្ខជាតិដែលខ្ញុំផ្សាយចេញទៅគឺសុទ្ធសឹងបាទជារុក្ខជាតិជាឱសថសម្រាប់បងប្អូនយកទៅព្យាបាលសុខភាពពុកម៉ែបងប្អូនទាំងអស់គ្នាទៅតាមតម្រូវការបាទហើយថ្ងៃនេះផងដែរគឺបង្ហាញរុក្ខជាតិថ្មីមួយទៀតហើយដែលបងប្អូនប្រហែលជាខ្លះស្គាល់ក៏នឹងមួយចំនួនទៀតមិនស្គាល់បាទរុក្ខជាតិនោះគឺមានឈ្មោះថាពង្រោបាទហើយពង្រោគេយកផ្លែវាមកញ៉ាំបាទស្លឹកវាកាលណាវានៅតូចគឺវាមានរូបរាងបែបហ្នឹងពុកម៉ែបងប្អូនណាស្លឹកហើយនឹងដើមវាហ្នឹងប្រហែលជាប៉ុនតូចជាងកដៃទេពុកម៉ែបងប្អូនណាហ្នឹងហើយខ្ញុំទើបតែដាំបាទដើម្បីដាំវាយកធ្វើថ្នាំពុកម៉ែបងប្អូនណាហ្នឹងហើយសម្រាប់ពងរោគឺវាមានផ្លែជូរគេអាចញ៉ាំជាមួយទឹកត្រីក៏បានឬក៏អំបិលម្ទេសក៏បានដែរពុកម៉ែបងប្អូនណាតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនរឿងនឹងខ្លួនប៉ុន្តែអ្វីដែលជាសំខាន់នោះគឺពងរោនេះគេយកមកធ្វើថ្នាំសម្រាប់ព្យាបាលបាទរូបរាងកាយពុកម៉ែបងប្អូនហើយគេយកសម្បករបស់វានឹងធ្វើជាថ្នាំពុកម៉ែបងប្អូនណាគេយកមកព្យាបាលជំងឺគ្រុនចាញ់បាត់កន្លែងហើមកើតពឹសបោសដែលមានខ្ទុះកមរមាស់បាទជំងឺអង្គែក្បាលឬក៏ធ្វើឲ្យសក់នឹងដុសឬដងបានជំងឺស្បូនស្រុតលាកកាពះពុកម៉ែបងប្អូនណាហ្នឹងហើយពុកម៉ែបងប្អូនហាលឲ្យស្ងួតបាទប្រើចន្លោះពី20ទៅ30ក្រាមក្នុងទឹក1កំសៀវពុកម៉ែបងប្អូនដាក់ចំណុះពី1លីត្រកន្លះទៅ2លីត្រទៅពុកម៉ែបងប្អូនណាដាំហូបរាល់ថ្ងៃបាទទាល់តែអស់ជាតិថ្នាំបានយើងបដូរថ្នាំថ្មីបានពុកម៉ែបងប្អូនណាហ្នឹងហើយពងរោនេះទៀតសោតកាលណាវានៅតូចគឺវាមានស្លឹកប្រភេទនេះពុកម៉ែស្លឹកវាល្អត្រួយវាក៏ល្អដែរពុកម៉ែបងប្អូនណាហ្នឹងហើយតួវារាងក្រហមព្រឿងហើយស្លឹកវាពណ៌ខៀវពុកម៉ែបងប្អូនដូចរូបភាពដែលខ្ញុំបានបង្ហាញហើយមានបងប្អូនណាមិនស្គាល់ដើមពងរោអាចមើលបានជាមួយនឹងវីដេអូរបស់ខ្ញុំបានហើយអត្ថប្រយោជន៍របស់វាគឺដូចខ្ញុំបានជម្រាបប្រាប់ពុកម៉ែបងប្អូនរួចរាល់ហើយអត់ពិបាកទេអរគុណបាទពុកម៉ែបងប្អូនទាំងគ្នាដែលតាមដាននិងទស្សនាវីដេអូរបស់ខ្ញុំកន្លងមកអរគុណ